អ្នកទាំងអស់គ្នា account នេះពីមុនខ្ញុំបានផុសលក់ក្នុងតម្លៃ$2,200 ប៉ុន្តែឥឡូវនេះពេលនេះម៉ោងនេះម្ចាស់ account គាត់បានធ្វើការបញ្ចុះតម្លៃនៅត្រឹមតែ$1,950 ទេអ្នកទាំងអស់គ្នាតម្លៃគឺចុះច្រើនមែនតើហ្មងអញ្ចឹងសម្រាប់គ្នាយើងណាដែលត្រូវការ account World Collector មាន skin រហូតដល់830 skin អាចមកមើល account នេះបានគ្នាយើងនិយាយទៅគ្នាយើងបើទិញ account នេះគឺអត់មានអីត្រូវខាតទេម្ចាស់ account គាត់បុកលុយចូលក្នុង account នេះ$20,000-30,000អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ skin mobile មួយគឺអត់ថោកទេមកគ្រាប់$20 $30ហើយ skin រហូតដល់800ជាងគឺដឹងហើយគឺសាច់សុទ្ធហ្មងគ្នាយើងអញ្ចឹងអ្នកដែលទិញ account នេះបានគឺដឹងតែទទួលការចំណេញនិយាយទៅចំណេញដល់កហើយណាអូខេ account នេះគឺជាប្រភេទ account ខ្មែរមានទង់ជាតិខ្មែរហើយស្រាប់អ្នកទាំងអស់គ្នាបើនិយាយពី high rank វិញមានទៅដល់216 star ហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំខាន review account យូរដូចជានិយាយរៀងអត់ដូចមុនអញ្ចឹងណាអញ្ចឹងណាហើយ account នេះកាលខ្ញុំ review ពីមុនគឺ Machu មាន1999 ប៉ុន្តែឥឡូវនេះគឺ2000 match អីគ្នាយើងអូកប់សេរីមក account នេះ win rate ស្អាតគ្នាយើងស្អាតមែនតើអញ្ចឹងអ្នកដែលទិញទៅគឺដឹងតែអែមអីបាន win rate ស្អាតនិយាយទៅគ្នាយើងទិញតែតដាក់តា skin តិចតួចអីទៅគឺអាចលេងបានហើយព្រោះ account នេះ skin ច្រើនហើយស្រាប់ហើយ800 skin ជាងគ្នាយើងមានតែតិចអីនេះ Weekly Pass គ្នាយើងទិញតែ Weekly Pass អាពេញសំនៅកន្លែងខ្ញុំមកដឹងតែអែមហើយដឹងតែបានskin ច្រើនហើយអូខេឥឡូវយើងក៏លេខមកមើល recall ម្ដង account នេះគឺមាន recall epic រហូតទៅដល់3គ្រាប់អ្នកទាំងអស់គ្នានេះ epic ហ្នឹងសិត epic ហើយបន្ទាប់មកគឺ recall event ផ្សេងនេះអ្នកទាំងអស់គ្នាមកជួនេះឡើងទៅលើគឺប្រើបានទាំងអស់តោះឥឡូវយើងមិនទាន់ណាចូលទៅមើល skin យើងទៅមើលកន្លែងបើក legend សិនព្រោះ account នេះមិន legend ហ្មងខ្ញុំមិនដឹងនេះកន្លែងបើក legend គឺមានតែ60ទេឥឡូវនេះយើងទៅមើល skin សរុបទាំងអស់គ្នា account នេះមាន legend តែ10គ្រាប់ទេអ្នកទាំងអស់គ្នាបន្ទាប់មកយើងមកមើល skin ពពួក event ម្ដងគឺមានរហូតដល់57គ្រាប់គឺច្រើនគ្នាយើងនេះកប់សេរី skin event ណាគ្នាយើងevent ចេញតាម ticket សៅរ៍អាទិត្យអីហ្នឹងនេះ skin event របស់គេហ្មងកប់សេរីហ្មងគ្នាយើងអូយ account នេះ event ច្រើនណាញាក់សាច់អញ្ចឹងគ្នាយើងណាអ្នកលេង Mobile Legend ត្រូវការទិញ account យកទៅធ្វើវីដេអូឬក៏ទិញ account យកទៅទុកលេងខ្លួនឯងអីក៏មកមើល account នេះមកគឺដឹងតែញាក់សាច់អីហើយមកមើល skin ពពួក collector ឬក៏ពួក live bot វិញគឺមានរហូតដល់71អ្នកទាំងអស់គ្នាញាក់សាច់មែនតើហ្មងគឺកប់សេរីគ្នាយើងមកនេះអូកប់សេរីហ្មងញាក់សាច់និយាយទៅអានេះវាចេញដូចពពួកនេះដែរប៉ុន្តែវារៀងបើកថ្លៃជាង skin event តិចពួក collector ហ្នឹងព្រោះវាអត់ងាយចូលនិយាយទៅ skin collector ស្អាតគ្នាយើងកប់សេរីហ្មងហើយមួយទៀតសម្រាប់គ្នាយើងណាដែលត្រូវការបញ្ចូលពេជ្រទៅក្នុង game Mobile Legend គ្នាយើងកុំភ្លេចជួយចូលដាក់ពេជ្រនៅ Net Online Store ម្នាក់មួយមកគ្នាយើងដើម្បីជាការគ្រប់គ្រង Gaming Store របស់ admin ហើយ admin ដូចជាខាន review account យូរហើយ admin ចង់បញ្ជាក់ថាពេលប្រហែលថ្ងៃទៀតហ្នឹង admin នឹងធ្វើការចូលពិនិត្យមើលអ្នក comment ដើម្បីរកអ្នកដែលទទួលបាន account ដែល admin ដាក់ឲ្យគ្នាយើងលេងមួយថ្ងៃមុនហើយកុំភ្លេចជួយ share វីដេអូម្នាក់មួយផងហើយវីដេអូហ្នឹងដូចជាមានត្រឹមតែ